សុភាសិតខ្មែរដល់កំពង់សំឡូតដល់កំពតសំតោងនិយមន័យបើមិនទាន់មានអ្វីជាបងឯកទេកុំទាន់បោះបង់ការងារចាស់អត្ថាធិប្បាយរបៀបអត្ថានុរូបអ្នកអុំទុកម្នាក់បានពុះពៀប្រឹងអុំកាត់ព្យុះនឹងទឹករលកគេហាក់ដូចជាអស់សង្ឃឹមក្នុងការគិតថាត្រូវធ្វើដូចម្ដេចនៅក្នុងសភាពការនេះគេមិនឆ្លេតឆ្លាតនាំបាត់បង់ស្មារតីឡើយបើទូកមិនទាន់លិចគេត្រូវតែតស៊ូអុំទៅកុំទាន់លោតចោលទូកព្រោះបើគេលោតទៅក៏មិនដឹងថាទៅតោងអ្វីដែរដូច្នេះគេត្រូវចាំដល់កំពង់សំឡូតឬដល់កំពតសំតោងអត្ថន័យបែបអត្ថាបដិរូបបញ្ហាការងារអ្វីដែលចោទឡើងហើយគេមិនដឹងថាត្រូវដោះស្រាយយ៉ាងណាលោកប្រាប់ថាកុំអាលបោះបង់ការងារចាស់ចោលចេះតែទ្រាំធ្វើទៀតទៅបើមិនទាន់មានអ្វីជាបងឯកទេដូចជាកម្មកររោងចក្រម្នាក់មានអារម្មណ៍ជ្រួលច្របល់ព្រោះឮសូរថារោងចក្រជិតបិទទ្វារហើយនៅក្នុងសភាពការនេះគេត្រូវចេះទ្រាំធ្វើទៀតបើគេឈប់មុនគេបិទទ្វារឬឈប់មុនពេលដែលគេមិនទាន់រកបានពំនឹងពំនាក់ថ្មីគឺត្រូវរងចាំដល់ពេលណាដែលគេបិទទ្វារសំឡូតសំគិតតទៅទៀតមេរៀនអប់រំអំពីសុភាសិតនេះទី1កុំសម្រេចចិត្តដោយអារម្មណ៍ភ្លាមជីវិតមានបញ្ហាជានិច្ចប៉ុន្តែមិនត្រូវបោះបង់ដោយគ្រាន់តែជួបឧបសគ្គបន្តិចបន្តួចឡើយទី2ត្រូវមានផែនការមុនធ្វើការផ្លាស់ប្ដូរមុននឹងឈប់ការងារឬចាក់ចេញពីអ្វីមួយត្រូវមានការប្រកបដោយការគិតគូរនិងមានជំរើសជាមុនសិនទី3ការអត់ធ្មត់នាំទៅរកសុវត្ថិភាពអ្នកដែលចេះអត់ធ្មត់និងទ្រាំលំបាកអាចរកឃើញផ្លូវចេញដោយសុវត្ថិភាពទី4កុំទុកអនាគតឲ្យអាស្រ័យលើសំណាងតែប៉ុណ្ណោះត្រូវបង្កើតឱកាសដោយខ្លួនឯងមុននឹងលោតចេញពីស្ថានភាពចាស់ត្រូវចងចាំជានិច្ចថាមុនចេញពីអ្វីមួយត្រូវប្រកាសថាមានកន្លែងឲ្យទៅមិនដូច្នោះទេអ្នកអាចធ្លាក់ក្នុងភាពលំបាកជាងមុនសូមអរគុណ